ជម្រាបសួរបាទថ្ងៃនេះជួបជាមួយខ្ញុំបាទទីបន្តាថ្ងៃនេះខ្ញុំចង់ unboxing របស់លេងថ្មីទំភើបតាំងពីចេញមកខ្ញុំទំភើបហើយខ្ញុំក៏បាន pre-order ហើយឥឡូវខ្ញុំទទួលបានហើយការ pre-order ហ្នឹងក៏ទទួលបានការឆ្លាក់ឈ្មោះយ៉ាងប្រណិតជូនទៀតពុកម៉ែបងបានធ្លាប់ឃើញខ្ញុំអស់ម្ដងហើយឥឡូវកុំតាមយូរយើង unboxing ទាំងអស់គ្នាបាទខ្ញុំបានទទួលហើយនិយាយទៅប្រហែលគឺជានាឡិកាដោះរបស់ក្រុមហ៊ុន Barman ខ្ញុំបានមានសេចក្តីរីករាយមែនទែនតែ Barman បានធ្វើនាឡិកានេះឡើងទៅមានរូបប្រាសាទអង្គរវត្តយើងនៅក្នុងមុខនាឡិកាណាខ្ញុំរំភើបបងប្អូននិយាយត្រង់មកខ្ញុំរំភើបមែនទែននេះឥឡូវខ្ញុំទទួលបានហើយគេផ្ញើមកឲ្យយើងនៅតាមខេត្តគឺគេវិចចំបានស្អាតចឹងណាបងប្អូននេះបាទវាវិចចំឡើងស្អាតនេះមើលជាខ្លាញ់បែបបាក់ចឹងណាបងប្អូនខ្ញុំវាវិចចំឡើងស្អាតខ្ញុំជាទៅសិនអូខេតែសម្បីតាប្រអប់នេះការក៏ប្រណិតដែរបងប្អូនគេធ្វើដោយពណ៌ធម្មជាតិប្រទេសកម្ពុជាយើងណាបងប្អូនបាទគេធ្វើពណ៌ក្រហមលាយខៀវបាទពណ៌ដោយធម្មជាតិប្រទេសកម្ពុជាយើងហើយពណ៌នេះបាទមានតែការស្អាតដែរបងប្អូនស្អាតណាស់គាត់តែប្រអប់គេក៏ប្រណិតដែរហើយយកមកខ្ញុំបើកឈ្ងុយគេចានរូបភាពសម្រាប់ប្រទេសយើងខ្ញុំនិយាយត្រង់នេះហើយខ្ញុំទទួលបាន discount $30ដែរ watch card $30អានេះយើងបានមកឃើញទេគេដាក់ thank you for your purchase we hope you love your order មានរូបសាន់កូវត្តយើងហើយនេះគឺសភៅណែនាំក៏ដូចជា warranty card អីចឹងណាបងប្អូនបាទនេះដាក់ទឹកនេះទៀតរូបកូវត្តយើងហើយនេះរូបBarman the Onco Titanium តួនាការនេះធ្វើពី Titanium បងប្អូនគឺជាតួដែលនិយាយទៅគឺជាលោហៈធាតុដែលរឹងមាំហើយល្អអត់ច្រេះអត់អីលោហៈធាតុនេះគេយកទៅផលិតយន្តហោះចឹងយើងនិយាយឲ្យងាយស្ដាប់គឺតួយន្តហោះនេះរូបthe Onco Titanium នេះការបាទกระดาษណែនាំក៏ដូចជាគេរៀបរាប់ទំហំអីចឹងណាយកទៅបានតម្រូវ30ម៉ែត្រនេះ warranty card គេដាក់ឲ្យខ្ញុំ28ខែ5ចឹង warranty 3ឆ្នាំណាបាទមាន sticker Barman ក៏ដូចជាអានេះกระดาษជូតកណាត់ជូតពេលយើងបន្លាក់អីចឹងណាយើងជូតទៅវាស្អាតអូខេឥឡូវចូលមកដល់ខ្ញុំដាក់ចូលបន្តិចសិនគឺចូលមកដល់តួឯកយើងម្ដងតួឯកយើងគឺនេះខ្ញុំឆ្លាញ់ណាបងប្អូនមានរូបអង្គរវត្តយើងឡើងដដែលហ្មងបាទស្អាតកិច្ចការភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជាយើងដែលមានក្រុមហ៊ុនដែលគាត់ផលិតនាឡិកាមកឲ្យកម្រិតស្តង់ដារខ្ពស់ចឹងណាបាទបងប្អូននេះខ្ញុំឆ្លាញ់យ៉ាងនេះនេះអត់បាននេះអីស្អាតណាគាត់ថាងើពីគេមកលុបមកដល់តែថ្មីមករៀបចំហាងហើយគេយកមកឲ្យ unboxing ដល់អត់ចាំបាច់តែងខ្លួនអីស្អាតបានអីប៉ុណ្ណឹងវាសមរម្យបាទនេះស្អាតខ្ញុំចង់ឲ្យបងប្អូនបានឃើញនាឡិកាបងប្អូនប្រកបពីបានឃើញច្រើនដែររូបនាឡិកាហើយស្រាលលោហៈ Titanium នេះនិយាយទៅមើលបងប្អូនប៉ុណ្ណឹងនេះខ្សែគេខ្ញុំដោះនេះចេញមួយសិនខ្សែគេក៏ធ្វើពីខ្សែ rubber វាអត់ងាយនឹងធូរអត់ងាយនឹងបន្លាក់ខ្សែ rubber នេះបាទនេះគេដាក់ rubber band ហើយបើខ្ញុំបកមុខនេះទៀតសិនគេបាត់ស្កូតដល់បងប្អូនគេបាត់ស្កូតការពារទាំងណាកញ្ចក់គឺជាកញ្ចក់ software ត្បូងកណ្ដៀងណាបាទនេះខាងនេះអត់មានអីទេគេមានតែ logo Barman ណាបាទហើយតួ Titanium លោហៈរឹងមាំហើយបាទនេះបាទនេះរូបព្រំខ្ញុំបកស្កូតអស់នេះរូបព្រំរូបប្រាសាទតាព្រំណាបាទហើយយើងមើលធ្លុះបាទអញ្ចឹងណាហើយនៅបាទនេះគេដាក់អក្សរ Barman the Onco Titanium Sapphire 5 ATM នេះមានន័យថាយើងចូលទឹកបានជម្រៅ50ម៉ែត្របាទហើយគេដាក់ Titanium ហើយលេខកូដអញ្ចឹងណាបាទលេខកូដនាឡិកាអញ្ចឹងណាខ្សែនេះគឺជាខ្សែជ័រខ្សែ rubber band ខ្សែជ័រហើយវាធន់នឹងការប្រឡាក់ធន់នឹងវាស្វិតវាអីចឹងណាបងប្អូនបាទវាខ្សែជ័រចាស់ហើយនេះកាលនេះយើងមើលទៅដូចធ្ងន់ណាហើយអត់ស្ទន់មែនទេហើយនេះខ្ញុំឆ្លាញ់មែនទេគឺគេ free ឆ្លាក់ឈ្មោះឲ្យយើងឈ្មោះអីយើងចង់ដាក់ឈ្មោះអីគឺយើងដាក់ទៅគេឆ្លាក់ឲ្យយើងនេះខ្ញុំដាក់ឈ្មោះបន្ថែមជាអក្សរខ្មែរដើម្បីបង្ហាញទៅពិភពលោកពីកិត្តិយសភាពរបស់ប្រទេសយើងនាឡិកាក៏ design មកសម្រាប់ប្រទេសជាតិកម្ពុជាយើងហើយឈ្មោះរបស់ម្ចាស់នាឡិកាក៏ខ្មែរគឺវ៉ាន់ថាដាក់អក្សរខ្មែរទាំងអស់បង្ហាញពីកិត្តិយសភាពអូស្អាតណាស់បងប្អូនហើយពេលពាក់លើដៃទៅរត់តែស្អាតទៀតខ្ញុំពាក់ឲ្យមកតង់ទៀតសិនអូខេសម្រាប់ Barman នេះគឺជាគ្រឿងទី2ដែលខ្ញុំទិញពី Barman ណាបាទលើមុនខ្ញុំទិញហ្នឹងឈ្មោះស្អីនៅ clip បាត់ទៅពេលនេះគ្រឿងទី2ខ្ញុំមានអារម្មណ៍ថាក្លឹបដៃពេលតម្ដងខ្ញុំស្រកគីឡូខ្ញុំមកពេលខ្ញុំស្រកគីឡូខ្ញុំមានអារម្មណ៍ថាខ្ញុំពាក់នេះកាលមកខ្ញុំមាន Richard Mille មួយណាទៅពេលវាធំមកដល់ពេលចឹងថាអូនេះបើធំខ្លាំងអីពិបាកវាអត់សមដល់ពេលខ្ញុំដល់អត់ទេគេធ្វើកោកញ្ចក់នេះកញ្ចក់ software កោចឹងទៅនេះពាក់មកអត់ធំជាងដែរទេបងប្អូនស្អាតពាក់មកស្អាតបណ្ដោយហើយអាតាមតនិចនេះហ្នឹងគេហៅថា space luminous ពេលយើងទៅក្រៅអញ្ចឹងវាដូចជ្រោកកម្ដៅពលឺចូលខាងហ្នឹងពេលយើងមកឡើងអាកន្លែងតនិចនេះកាលណាវាភ្លឺអត់ពិបាកមើលមកយើងទៅកន្លែងឡើងអីក៏វាភ្លឺដែរយើងតែទៅហាកណ្ដាលយើងតាមមានពលឺចូលផ្ទះយើងអីចេះមកក៏វាស្រោកដែរហើយពេលចូលទៅកន្លែងឡើងវាចេញអាពលឺហ្នឹងភ្លឺតាមតនិចហ្នឹងឲ្យយើងឃើញមកម៉ែអត់ពិបាកមើលមកអីហើយអែមស្អាតនេះបងស្អាតតែខ្ញុំឆ្លាញ់នេះកាលនេះក៏ចេញមកគឺខ្ញុំធ្វើការ pre-order មិត្តភក្តិខ្ញុំ pre-order មួយដែលគេបានមុនខ្ញុំទៅបាននេះស្អាតហើយ10លើ10ខ្ញុំឆ្លាញ់នេះកាលនេះខ្លាំងជាពិសេសមានកិច្ចការភាពរបស់ប្រទេសយើងទៀតអញ្ចឹងណាបាទស្អាតខ្ញុំឆ្លាញ់នេះកាលនេះអត់មានតោះទៀតថងណាខ្ញុំសូមសរសើរ Barman ធ្វើនេះកាលនេះមកគឺអែមមកពេញចិត្តឆ្លាញ់ខ្លាំងបាទឆ្លាញ់ខ្លាំងជាពិសេសយើង pre-order ទៅបានដាក់ឈ្មោះយើងជាប់នឹងនាឡិកាហ្នឹង
vì bằng hàng thì cái channel biếtរបស់ប្រទេសកម្ពុជាយើងហើយមានឈ្មោះយើងដាក់ជាអក្សរខ្មែរទីបង្ហាញថាយើងមានឈ្មោះយើងជាអក្សរខ្មែរទីបងប្អូនពីព្រោះ PK Free ដាក់ឈ្មោះគឺខ្ញុំដាក់ជាអក្សរខ្មែរដើម្បីបង្ហាញcái channel ភាពកាន់តែខ្លាំងយើងរស់នៅប្រទេសកម្ពុជានេះមានប្រសានកោវត្តដឹកនាំប្រទេសកម្ពុជាហើយយើងទីប្រជាជនកម្ពុជាយើងដាក់អក្សរខ្មែរនៅលើនាឡិការបស់យើងឈ្មោះរបស់យើងបង្ហាញថាយើងកូនខ្មែរហើយកូនខ្មែរក៏មានអ្វីគ្រប់យ៉ាងដែរហើយក៏ចេះផលិតអ្វីដែលជាកិច្ចការពីសម្រាប់ប្រទេសរបស់ខ្លួនដែរមិនមែនតែសម្រាប់ប្រទេសឯងតែគេចេះផលិតអ្វីដែលតំណាងឲ្យប្រទេសគេកិច្ចការពីសម្រាប់ប្រទេសគេតែសម្រាប់ខ្មែរយើងក៏មានដែរបាទ Ramen The Uncle Titanium ស្អាតបងប្អូនខ្ញុំឆ្លាញ់នាឡិកានេះខ្លាំងតាំងពីប្រអប់អីអូស្អាតខ្លាំងបងប្អូនមើលយើងបិទហើយយើងកាន់ស្អាតមែនទែនបងខ្ញុំឆ្លាញ់នាឡិកានេះខ្លាំងហើយអត់ធ្ងន់ទេស្អាតជឿបានគេហៅថាដៃកន្ថោះមែនណាស្រាលហើយរឹងមាំវាអត់ធ្ងន់ណាពាក់មកមានអារម្មណ៍ធ្ងន់ដៃទេស្រាលហើយយើងមើលមកវាក៏ធំដែរ 43mm សម្រាប់លើប្រុសប៉ុន្តែពាក់មកស្អាតណាបងប្អូនស្អាតឆ្លាញ់ពេញបេះដូងបាទអូខេបាយ